អ៊ីរ៉ង់បើកការវាយប្រហារតាមអាកាសលើអ៊ីស្រាអែលខណៈចំនួនឈានចូលដល់ថ្ងៃសង្ខេបទី4ការវាយប្រហារដោយអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅតែបន្តខណៈចំនួនរវាងប្រទេសទាំងពីរឈានចូលដល់ថ្ងៃទី4របស់ខ្លួនយោងតាមសេវាសង្គ្រោះបន្ទាន់ជាតិរបស់អ៊ីស្រាអែលបានឲ្យដឹងថាមនុស្ស5នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅទូទាំងភាគកណ្ដាលអ៊ីស្រាអែលពេញមួយយប់ជាមួយនឹងមនុស្សរាប់សិបនាក់បានរងរបួសនេះបើយោងតាមសេវាសង្គ្រោះបន្ទាន់ជាតិរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ប្រធានអង្គភិបចារកម្មកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់នេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រដោយវាយលុកទីតាំងនុយក្លេអ៊ែរទីតាំងយោធានិងតំបន់ដែលមានប្រជាជនរស់នៅអ៊ីរ៉ង់បានឆ្លើយតបដោយយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចផ្លោងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិយាយថាភាគីទាំងពីរគួរតែធ្វើកិច្ចព្រមព្រៀងដោយបន្ថែមការហៅទូរស័ព្ទនិងកិច្ចប្រជុំកំពុងប្រព្រឹត្តទៅខណៈដែលការកើនឡើងនេះអូសបន្លាយដល់ថ្ងៃទី4ប៉ុន្តែអ៊ីរ៉ង់និយាយថាខ្លួននឹងមិនចរចាប័ណ្ណឈប់បាញ់ខណៈកំពុងរងការវាយប្រហារនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មានប្រសាសន៍ថាបញ្ហានៅទីនេះមិនមែនជាការកើនឡើងទេប៉ុន្តែការបញ្ឈប់អ៊ីរ៉ង់ពីការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនក្រសួងសុខាភិបាលអ៊ីរ៉ង់រាយការណ៍ថាមនុស្សយ៉ាងតិច224នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃសុក្រមកសំណួរសំខាន់នៅតែមាននៅលើកន្លែងដែលអ៊ីរ៉ង់កំពុងរក្សាសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់អតីតមេដឹកនាំជាន់ខ្ពស់អៃរ៉េអតីតនាយករងទទួលបន្ទុកការពារនៅទីភ្នាក់ងារថាមពលបម៉ាណូអន្តរជាតិនិយាយថាយើងមិនដឹងច្បាស់ពីកន្លែងដែលធាតុនៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលោកអូលេហេណូណែននិយាយថាអ៊ីស្រាអែលទំនងជាបានធ្វើការខូចខាតយ៉ាងសំខាន់ចំពោះសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់គាត់បានប្រាប់កម្មវិធី Radio 4 Today ថារោងចក្រនៅ Natanz នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ច្រើនឆ្នាំដើម្បីស្ដារឡើងវិញខ្ញុំគិតថារោងចក្រ Fordo គឺដូចគ្នាវាមានរូបរាងអាក្រក់ណាស់បន្ទាប់ពីការទម្លាក់គ្រាប់បែកទាំងនេះប៉ុន្តែសំណួរសំខាន់នៅតែមានលោក Heynonen និយាយថាកន្លែងដែលអ៊ីរ៉ង់កំពុងរក្សាឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលមានជាតិចម្រាញ់ខ្លាំងជាង400គីឡូក្រាមរបស់ខ្លួនប្រសិនបើពួកគេមានទីតាំងសម្ងាត់ដែលមិនចាំបាច់ធំខ្លាំងហើយពួកគេអាចបង្កើនដល់កម្រិតអាវុធអ៊ុយរ៉ាញ៉ូមដោយសម្ងាត់ដោយមិនមានអៃរ៉េមានវត្តមានទេនោះយើងមានបញ្ហាធំនៅលើដៃរបស់យើងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិយាយថាប្រជាជនក្រុងតេអេរ៉ង់នឹងបង់ថ្លៃចេញផ្សាយនៅម៉ោង 13:05 រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានព្រមានថាប្រជាជននៅទីក្រុងតេអេរ៉ង់នឹងបង់ថ្លៃសម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់លើពលរដ្ឋអ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារមួយយប់បានសម្លាប់មនុស្ស5នាក់និងរាប់សិបនាក់រងរបួសអ៊ីស្រាអែលកែធូបានចោទប្រកាន់មេដឹកនាំអ៊ីរ៉ង់លោកអាឡៃខេមេនីថាមានចេតនាកំណត់គោលដៅលើតំបន់ស៊ីវិលដើម្បីរារាំងអ៊ីដុហ្វពីការបន្តការវាយប្រហារដែលកំពុងដួលរលំសមត្ថភាពរបស់គាត់កែធូបានហៅខេមេនីថាជាឃាតកំសាកនិងជាជនផ្ដាច់ការដែលមានអំនួតគាត់បាននិយាយថាអ៊ីស្រាអែលនឹងសងសឹកឆាប់នេះចំនួនអ្នកស្លាប់នៅអ៊ីស្រាអែលក្នុងមួយយប់កើនឡើងដល់5នាក់ចេញផ្សាយនៅម៉ោង 12:37 មនុស្សម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅទូទាំងប្រទេសអ៊ីស្រាអែលនេះបើយោងតាមលោក Mejen David Edon សេវាសង្គ្រោះជាតិរបស់អ៊ីស្រាអែលនេះធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារពេញមួយយប់មកលើអ៊ីស្រាអែលកើនដល់5នាក់យើងបានរាយការណ៍មុននេះថាស្ត្រី2នាក់និងបុរស2នាក់ក្នុងវ័យ70ឆ្នាំក៏ត្រូវបានសម្លាប់ដែរសេវាសង្គ្រោះបន្ទាន់បាននិយាយថាខ្លួនបានជម្លៀសអ្នករបួសចំនួន92នាក់ក្នុងនោះមានស្ត្រីអាយុ30ឆ្នាំម្នាក់ក្នុងស្ថានភាពធ្ងន់ធ្ងរដែលមានរបួសផ្ទៃមុខ6នាក់ក្នុងស្ថានភាពមធ្យមនិង85នាក់រងរបួសស្រាលអ៊ីស្រាអែលបានរញ្ជួយដោយការវាយប្រហារពេញមួយយប់នៅពេលដែលរ៉ុបអ៊ីរ៉ង់ត្រូវបានកំណត់គោលដៅការផ្ទុះយ៉ាងខ្លាំងត្រូវបាននៅក្នុងទីក្រុងនានារួមទាំងទីក្រុង Tel Aviv និងនៅទីនេះក្នុងទីក្រុង Jerusalem ខណៈដែលមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាសដែលបំភ្លឺមេឃពេលយប់នៅព្រឹកនេះក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលអាចនៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានវាយប្រហារនៅកណ្ដាលប្រទេសអ៊ីស្រាអែលទីក្រុងហេហ្វៃនៅភាគខាងជើងដែលជាផ្ទះរបស់កំពង់ផែធំមួយនិងរោងចក្រចម្រាញ់ប្រេងក៏ត្រូវបានវាយប្រហារផងដែរយោធាអ៊ីស្រាអែលបាននិយាយថា
ការវាយប្រហារចុងក្រោយបំផុតលើអ៊ីរ៉ង់បានវាយប្រហារមជ្ឈមណ្ឌលបញ្ជារបស់កងកម្លាំងកូដស្វរជនក្នុងរដ្ឋធានីតេហ៍រ៉េនប៉ុន្តែការវាយប្រហារនាពេលថ្មីនេះបានហួសពីគោលដៅនុយក្លេអ៊ែរនិងយោធាវាយប្រហារអគាររដ្ឋាភិបាលនិងកន្លែងថាមពលដែលមើលទៅហាក់ដូចជាយុទ្ធសាស្ត្រសំដៅទៅលើរបបរបស់ប្រទេសតំបន់លំនៅឋានក៏ត្រូវបានគេរាយការណ៍ថារងការវាយប្រហារដែរអ៊ីស្រាអែលបានស្នើថានេះនឹងជាយុទ្ធនាការអូសបន្លាយខណៈអ៊ីរ៉ង់និយាយថាខ្លួនមានសិទ្ធិការពារខ្លួនពីការឈ្លានពានហើយថាខ្លួននឹងមិនចរចាក្រោមការវាយប្រហារឡើយអាជ្ញាធរក្នុងប្រទេសអ៊ីស្រាអែលបាននិយាយថាមនុស្សយ៉ាងតិច19នាក់ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ដែលបង្កឲ្យមានការឆ្លើយតបរបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ង់ក្រសួងសុខាភិបាលបាននិយាយថាមនុស្សជាង220នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសចាប់តាំងពីថ្ងៃសុក្រ